សួស្តីបងប្អូននៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកបងប្អូនពីរបៀបឆែកមើលថានរណាលួចលេង Facebook របស់យើងខ្លះអញ្ចឹងដើម្បីយើងចង់ដឹងថានរណាលួចលេង Facebook របស់យើងណាមើលវីដេអូនេះខ្ញុំនឹងលម្អិតចែកជូនបងប្អូនទាំងអស់គ្នាតែម្ដងអញ្ចឹងជាដំបូងយើងចូលជាមួយនឹង Facebook យើងសិនមកដោយដែលខ្ញុំបានបង្ហាញហ្នឹងបន្តមកទៀតយើងចុចអាកន្លែងសញ្ញា profile របស់យើងនេះរួចហើយបងប្អូន scroll មកក្រោមយើងចុចទៅលើពាក្យថា setting and privacy បាទយើងចុចត្រង់ចំណុចហ្នឹងមកបន្ទាប់មកយើងចុចទៅលើពាក្យថា settings អញ្ចឹងហើយកន្លែងនេះគឺយើងធ្វើការចុចកន្លែងពាក្យ account center ហ្នឹងបងប្អូនណាត្រង់ចំណុចហ្នឹងយើងចុចលើហ្នឹងមករួចយើងគ្រាន់តែធ្វើការ scroll មកក្រោមណាបងប្អូន scroll មកក្រោមហើយបងប្អូនចុចទៅលើពាក្យset password and security អញ្ចឹងបងប្អូនចុចអាកន្លែងត្រង់ចំណុចហ្នឹងមកត្រង់ចំណុចនេះបងប្អូនត្រូវធ្វើការស្វែងរកពាក្យថានេះ log in នេះឃើញទេបងប្អូនណា where you are logged in អញ្ចឹងយើងចុចត្រង់ចំណុចហ្នឹងមកហើយយើងធ្វើការជ្រើសរើសកន្លែងឈ្មោះ Facebook របស់យើងណាបាទត្រង់ចំណុចហ្នឹងអូខេនេះអញ្ចឹងFacebook account របស់យើងដែលយើងកំពុងតែប្រើគឺវាចេញកន្លែងសញ្ញាពណ៌បៃតងនេះអញ្ចឹងមានន័យថា account Facebook ហ្នឹងយើងកំពុងតែប្រើទេណា this device អញ្ចឹងយើងប្រើប្រាស់គឺប្រភេទ Oppo បាទហើយខាងក្រោមនេះគឺជាប្រភេទទូរស័ព្ទផ្សេងដែលធ្វើការ log out Facebook របស់យើងប្រើប្រាស់អញ្ចឹងបងប្អូនមើលទៅបាទអញ្ចឹងមានប្រភេទទាំងឈ្មោះបាទទូរស័ព្ទគឺគេបង្ហាញទាំងអស់ហ្នឹងតែម្ដងអញ្ចឹងបងប្អូនគួរតែប្រុងប្រយ័ត្នហើយគួរតែឧស្សាហ៍ឆែកបន្តិចបាទកុំឲ្យយើងបាត់បង់ទាំង Facebook របស់យើងហើយគេលួចយក Facebook របស់យើងហ្នឹងយកទៅប្រើប្រាស់ក្នុងផ្លូវអីផ្សេងដែលមិនល្អអញ្ចឹងបងប្អូនគួរតែឧស្សាហ៍ឆែកដើម្បីការពារ Facebook របស់យើងអញ្ចឹងណាបងប្អូនបាទហើយបងប្អូនអាចធ្វើការ sign out រាល់ account ទាំងអស់ហ្នឹងបានកុំឲ្យថ្ងៃក្រោយគេលួចប្រើប្រាស់បានបន្ទាប់ពីយើងធ្វើការ sign out ត្រូវធ្វើការផ្លាស់ប្ដូរនៅ password ថ្មីទៅបាទការពារកុំឲ្យបាត់បង់ account Facebook របស់យើងអញ្ចឹងណាហើយរបៀបក្នុងការ sign out អត់ពិបាកទេយើងគ្រាន់តែធ្វើការចុចទៅលើប្រភេទទូរស័ព្ទមួយហ្នឹងមកហើយបងប្អូននឹងឃើញពាក្យថា sign out នេះអញ្ចឹងត្រូវធ្វើបែបហ្នឹងទាំងអស់តែម្ដងអញ្ចឹងណាធ្វើឲ្យគ្រប់នៅ device ទាំងអស់នេះចុចអញ្ចឹងទាំងអស់ម្ដងមួយឲ្យអស់មកឬក៏យើង select បាទ select device ហ្នឹងមកអញ្ចឹងយើងអាចធ្វើការ select ហើយចង់ select all ហើយយើងយកពាក្យថា sign out all មកអញ្ចឹងមានន័យថាប្រភេទទូរស័ព្ទផ្សេងដែលលួច log out Facebook របស់យើងនេះតាំងពីឆ្នាំណានេះឆ្នាំ2025នេះអញ្ចឹងយើងអាច log out ចេញចោលទាំងអស់តែម្ដងអញ្ចឹងណាបាទអញ្ចឹងវិធីហ្នឹងគឺអាចការពារកុំឲ្យបាត់បង់ account Facebook របស់យើងបាទវីដេអូគឺមានត្រឹមតែប៉ុណ្្នឹងទេសម្រាប់ធ្វើការចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាតែម្ដងអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់អាចធ្វើការ comment នៅខាងក្រោមវីដេអូអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ